ជាព័ត៌មានជាបន្តតំបន់ទំនប់ស្ទាក់ទឹកស្អាតក្បាលឆាយគឺត្រូវបានទឹកហូរច្រោះដាច់បាក់ទំនប់នាព្រឹកថ្ងៃអង្គារទី24ខែមិថុនាឆ្នាំ2025ឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តប្រស័យហនុបន្ទាប់ពីទទួលបានដំណឹងថាទំនប់ស្ទាក់ទឹកស្អាតក្បាលឆាយដោយត្រូវបានទឹកហូរច្រោះដាច់បាក់ទំនប់កាលពីថ្ងៃទី22ខែមិថុនាឆ្នាំ2025ដែលស្ថិតនៅក្នុងសង្កាត់លេខ1ក្រុងប្រស័យហនុដូចនេះហើយឯកឧត្តមអភិបាលខេត្តបានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសនិងក្រុមហ៊ុនអានកូជាក្រុមហ៊ុនផលិតទឹកស្អាតនៅតំបន់ដីជម្រាលក្បាលឆាយចុះទៅពិនិត្យនិងធ្វើការណែនាំទៅដល់ក្រុមបច្ចេកទេសឲ្យធ្វើយ៉ាងណាមានការប្រុងប្រយ័ត្ននិងស្ថាបនាទំនប់ទឹកនេះឡើងវិញដើម្បីជួយសម្រួលទៅដល់ការផ្គត់ផ្គង់ទឹកស្អាតជូនទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តប្រស័យហនុសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃហើយនៅក្នុងឱកាសដឹកនាំមន្ត្រីបច្ចេកទេសចុះទៅពិនិត្យទីតាំងតំបន់ទំនប់ទឹកស្អាតក្បាលឆាយខាងលើនេះដែរគឺកាលពីវេលាម៉ោង4ទៀបភ្លឺត្រូវនឹងថ្ងៃទី22ខែមិថុនាឆ្នាំ2025ដោយសារតែចំនួនទឹកភ្លៀងដូចនេះហើយឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តប្រស័យហនុក៏បានឲ្យមន្ត្រីបច្ចេកទេសទៅសិក្សាវិតម្លៃឲ្យបានលឿនឆាប់និងសិក្សាស៊ីជម្រៅដើម្បីធានាថានៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងតើយើងត្រូវបង្វែរទឹកទៅទីតាំងណាឬសិក្សាធ្វើទំនប់បង្ហូរបញ្ជាកុំឲ្យមានទឹកច្រើនពេកបណ្ដាឲ្យបាក់ច្រាំងទំនប់ដូចនៅក្នុងពេលនេះជាពិសេសទំនប់ទឹកគឺត្រូវធ្វើការពិនិត្យសិក្សានិងបង្ហាត់គ្រឹះឲ្យបានរឹងមាំទើបយើងអាចបញ្ជានៅគ្រោះមហន្តរាយផ្សេងដែលយើងមិនដឹងទុកជាមុននៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងជាមួយគ្នានោះផងដែរឯកឧត្តមម៉ាងស៊ីណេតអភិបាលខេត្តប្រស័យហនុក៏បានធ្វើការណែនាំទៅកាន់មន្ទីរជំនាញមានដូចជាមន្ទីរដែនដីមន្ទីរធនធានទឹកមន្ទីរសាធារណការនិងក្រុមហ៊ុនអានកូដែលផលិតទឹកស្អាតគឺត្រូវសហការគ្នាសិក្សាប្រព័ន្ធទំនប់ទឹកស្អាតនេះដើម្បីធានាថាទំនប់របស់យើងមិនមានបញ្ហាអ្វីកើតឡើងនៅក្នុងរដូវវស្សាជាពិសេសការរក្សាទឹកស្អាតទុកសម្រាប់ប្រើប្រាស់ទាំងរដូវវស្សានិងរដូវប្រាំងព្រោះតំបន់ជម្រាលក្បាលឆាយនេះគឺជាប្រភពទឹកស្អាតសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុក្រុងកំពង់សោមស្រុកស្ទឹងហាវនិងមួយផ្នែកនៃស្រុកព្រៃនប់ផងដែរហើយប្រសិនបើយើងមិនបានព្យាករណ៍ទុកជាមុនឲ្យបានត្រឹមត្រូវនោះទេនៅពេលដែលខែប្រាំងក្រុងស្រុករបស់យើងប្រកាសជាកង្វះទឹកស្អាតប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិព្រោះខេត្តប្រស័យហនុគឺជាខេត្តទេសចរតំបន់ឆ្នេរហើយទន្ទឹមនឹងនោះខេត្តប្រស័យហនុជាខេត្តដែលមានសក្តានុពលទៅលើវិស័យជាច្រើនមានដូចជាវិស័យឧស្សាហកម្មកសិកម្មកសិឧស្សាហកម្មពាណិជ្ជកម្មនិងទេសចរជាដើមនៅក្នុងនោះផងដែរឯកឧត្តមអភិបាលខេត្តប្រស័យហនុក៏បានធ្វើការណែនាំទៅដល់ក្រុមការងារត្រូវដាក់ភ្លើងបំភ្លឺផ្លូវឬក៏ស្លាកសញ្ញាកន្លែងដែលមានទឹកហូរច្រោះដាច់ទំនប់ដើម្បីធានាកុំឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នៅពេលយប់